ជ្រាបសួរខ្ញុំឈ្មោះខុនសុខឹមជាសិស្សនៃសាលាជំនាញសិល្បៈសុនរូបនៃសមាគមពលិសិល្បៈខ្ញុំជាសិស្សផ្នែក Graphic Design ចំនួនទី10ក្នុងឆ្នាំសិក្សា2025-2026ដែលឆ្នាំនេះជាឆ្នាំចុងក្រោយដែលខ្ញុំបានបញ្ចប់ការសិក្សានៅឆ្នាំទី2ខ្ញុំមានអារម្មណ៍ថាសប្បាយចិត្តហើយក៏ភ័យខ្លះដែរដោយសារតែប៉ុន្តែខ្ញុំសប្បាយចិត្តដោយសារតែខ្ញុំបានបញ្ចប់ការសិក្សានៅឆ្នាំចុងក្រោយនេះហើយនឹងព្យាយាមខិតខំធ្វើការងារយ៉ាងអស់ពីសមត្ថភាពអញ្ចឹងចាំជួបគ្នាម្ដងទៀតនៅថ្ងៃស្អែកនៅថ្ងៃដែលពេលដែលលោកគ្រូដាក់បន្ទុកហើយអរគុណជម្រាបលាថ្ងៃនេះមានអារម្មណ៍សប្បាយចិត្តផងភ័យផងប៉ុន្តែក៏សប្បាយចិត្តដោយសារតែបានបញ្ចេញសមត្ថភាពខ្លួនឯងហើយក៏បានមតិនិងយោបល់បងគណៈកម្មការគាត់ឲ្យ feedback មកវិញអាចឲ្យខ្ញុំបានកែតម្រូវខ្លួនឯងឲ្យបានល្អជាងមុនហើយក៏រៀនបានបទពិសោធន៍ជាច្រើនពីពួកគាត់ដោយសារតែគាត់បានឲ្យ feedback មកច្រើនហ្មងខ្ញុំធ្វើពីគ្រាប់ស្វាយចន្ទីដែលគ្រាប់ស្វាយចន្ទីលីងហើយមាន3រសជាតិប្រៃហឹរហើយនិងរសជាតិដើមមកគ្រាប់ស្វាយចន្ទីរបស់ខ្ញុំអាចស្វាយមកពីគ្រាប់ស្វាយចន្ទីនិងក្បាច់ខ្មែរដែលខ្ញុំជ្រើសយកក្បាច់កាចាន់មកចឹងហើយខ្ញុំយកគ្រាប់ស្វាយចន្ទីទៅដាក់ក្នុងទម្រង់ក្បាច់កាចាន់ការធ្វើគម្រោងបញ្ចប់ឆ្នាំទាំងមូលវាមានផលបាក់ច្រើនដែរមកដោយសារតែពេលខ្លះភាគច្រើនខ្ញុំគឺលើការ print ដោយសារតែនៅនេះនៅក្នុងខេត្តយើងភាគច្រើនវាពិបាករកកន្លែង print បងហើយណាមួយពេលខ្លះ print ទៅវាអាចនឹងខុសពណ៌ខុសអីអញ្ចឹងវាពិបាកក្នុងការរកកន្លែង print មកសង្ឃឹម 100% បងប៉ុន្តែទទួលផលមកបែបណាខ្ញុំអត់ដឹងហើយប៉ុន្តែខ្ញុំមានសង្ឃឹមលើខ្លួនឯង 100% មកជួបគ្នាតែថ្ងៃស្អែកយេទីបំផុតខ្ញុំបានរៀនចប់ហើយខ្ញុំពិតជាមានអារម្មណ៍សប្បាយចិត្តរំភើបរីករាយហើយក៏ចង់ថ្លែងអំណរគុណទៅដល់លោកគ្រូអ្នកគ្រូដែលបានមកខិតខំបង្រៀនពួកខ្ញុំកន្លងមកដែរដែលគាត់បានផ្ដល់នូវចំណេះដឹងដែលល្អជាច្រើនមកឲ្យខ្ញុំនៅពេលដែលរៀនចប់ខ្ញុំនឹងយកជំនាញនេះទៅប្រើប្រាស់ហើយនឹងចង់អភិវឌ្ឍខ្លួនឯងឲ្យបានកាន់តែប្រសើរជាងមុនខ្ញុំចង់ផ្ដាំផ្ញើទៅដល់សិស្សប្អូនចំនួនក្រោយឲ្យគាត់ខិតខំសិក្សារៀនសូត្រហើយជំនាញនេះវាពិតជាល្អចំពោះយើងដែលយើងរៀនចប់ទៅយើងអាចយកទៅប្រើនិងអាចមានការងារច្បាស់លាស់មួយសម្រាប់ខ្លួនឯងហើយវាក៏បានបរៀនពីជំនាញផ្សេងជាច្រើនទៀតនៅក្នុងជីវិតពិតរបស់យើងឲ្យយើងចេះអត់ធ្មត់នឹងការងារអរគុណទៅដល់បងហើយនឹងម៉ាក់ដែលគាត់តែងតែព្យាយាមលើកទឹកចិត្តនិងជួយកន្លងមកជារួមជួយឧបត្ថម្ភការសិក្សាផងហើយលើកទឹកចិត្តសម្រាប់ការសិក្សាកន្លងមកជូនពរកូនឲ្យឆាប់រកការងារឲ្យបានធ្វើទៅដល់កន្លែងណាទីណាឲ្យគេសំណោះអាណិតកូនឲ្យគេស្រឡាញ់ហើយឲ្យគេមានការងារឲ្យកូនធ្វើមុខរបរណែល្អណាអូនណា